ស្វែងយល់ទេបងប្អូនទិញថ្លៃបងប្អូនទិញថ្លៃលក់វិញខាតច្រើនឧទាហរណ៍ថាឡានបងប្អូនទាំងអស់គ្នាជាទីគ្រប់ស្រឡាញ់បងប្អូនថ្ងៃនេះខ្ញុំសូមចែករំលែកបទពិសោធន៍មួយសម្រាប់បងប្អូនដែលរកទិញឡានថ្មីថ្មោងណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលដឹងហើយបងប្អូនសូមអធិស្ឋានផងអញ្ចឹងបងប្អូនដែលរកទិញឡានថ្មីថ្មោងបងប្អូនត្រូវស្វែងយល់ឲ្យច្បាស់បងប្អូនពីពណ៌ពីផ្លាកលេខឡានវាមានតាម option អញ្ចឹងណាបងប្អូនណាតាមប៉ងហើយតម្លៃក៏វាតាមនឹងដែរអញ្ចឹងបងប្អូនបើអត់ស្វែងយល់ទេបងប្អូនទិញថ្លៃបងប្អូនទិញថ្លៃលក់វិញខាតច្រើនឧទាហរណ៍ថាឡាន330ស៊ីតែប៉ុងមួយទេអញ្ចឹងបងប្អូនណាហើយតម្លៃហាងឆេងក៏វាតាមនឹងឧទាហរណ៍ 14X វាស៊ីតែប៉ុង2ហើយ Highlander វាមានលេខក្បាល A ក្បាល B 4ម៉ាស៊ីន6ម៉ាស៊ីនប៉ុង1ប៉ុង2អញ្ចឹងណាបងប្អូនតម្លៃបងប្អូនត្រូវស្វែងយល់មុននឹងទិញអញ្ចឹងក្នុងចំណុចនេះបងប្អូនបើសិនជាបងប្អូនឃើញវីដេអូនេះបងប្អូនsale លេខខ្ញុំទុកទៅអញ្ចឹងបងប្អូនចង់សួរពីតម្លៃហាងឆេងអីប៉ុណ្ណាយ៉ាងអាចទិញបានអីប៉ុណ្ណាអីបងប្អូនអញ្ចឹងបងប្អូនមានអីចង់សួរបងប្អូនអាចឆាតមក call មកខ្លាចខ្ញុំរវល់ខ្ញុំអត់បានលើកខ្ញុំទៅនេះខ្ញុំនឹងតបហើយអត់មានគិតថ្លៃសេវាលុយកាក់អីទេបងប្អូនគឺជាការចែករំលែកក្នុងនាមជាខ្មែរដូចគ្នាបងប្អូនណាហើយត្រឡប់មករឿងខ្ញុំវិញគឺខ្ញុំនៅទទួលទិញឡាន25ខេត្តក្រុងអញ្ចឹងបងប្អូនមានឡានបងប្អូនមិត្តភ័ក្តិឬមួយក៏អ្នកស្រុកភូមិចិត្តផ្ទះអីចង់លក់អីបងប្អូនជួយឆាតមកប្រាប់ខាងខ្ញុំផងខ្ញុំទទួលទិញ25ខេត្តក្រុងបងប្អូនណាចុះដល់ទីតាំងបងប្អូនសំខាន់បងប្អូនថតរូបឲ្យខ្ញុំខ្លះមកហើយនឹងតម្លៃណាមួយដែលយើងអាចជជែកគ្នាបានខ្ញុំឡើងទៅទិញផ្ទាល់បងប្អូនឡើងទិញផ្ទាល់ដល់តែបងប្អូនតែម្ដងអរគុណច្រើនជម្រាបលាពុកម៉ែបងប្អូនអរគ្នា